សូមស្វាគមន៍មកកាន់ការនិទានរឿងខ្មោចដ៏រន្ធត់រឿងខ្មោចសក់វែងជារឿងរ៉ាវដែលនឹងធ្វើឲ្យញាក់ព្រឺរោមតាំងពីដើមដល់ចប់រឿងនេះរៀបរាប់អំពីបុរសម្នាក់ឈ្មោះសុផលដែលបានជួបហេតុការណ៍ដ៏រន្ធត់នៅក្រោមដើមជ្រៃចំណាស់មួយកណ្ដាលព្រៃជ្រៃជាមួយវិញ្ញាណខ្មោចស្រីដែលមានសក់វែងអន្លាយដូចសត្វពស់និងមានក្លិនស្អុយរលួយតើសុផលអាចគេចផុតពីកណ្ដាប់ដៃមរណៈនៃសរសៃសក់ទាំងនោះបានដែរឬទេសូមទស្សនានិងស្ដាប់ដោយរីករាយនៅក្នុងភូមិដដិតស្រអៀលមួយនៃភាគឦសាននៃប្រទេសកន្លែងដែលព្រៃក្រាស់ហ៊ុំព័ទ្ធទៅដោយអាថោកំបាំងដែលមនុស្សលោកពិកបាក់នឹងបោះស្រាយរាត្រីខែបាំងបិទដោយពពុះខ្មៅងងឹតបានឈានចូលមកដល់សំឡេងខ្យល់បុករវិចកាត់តាមចន្លោះមេឃឈើធំបង្កើតបានជាសូរគ្រឹះហឹមគួរឲ្យព្រឺសម្បូរហាក់ដូចជាសំឡេងយំសោកនៃអ្នកដែលបានស្លាប់ទៅដោយក្តីចងកម្មពៀសុផលយុវជនម្នាក់ដែលទើបតែត្រឡប់មកពីមើលស្រែវិញទាំងយប់ជើកំពុងដើរលើផ្លូវលំដ៏តូចចង្អៀតដែលព័ទ្ធជុំវិញដែលព្រៃឫស្សីខ្ពស់ដែលបុករេទៅតាមខ្យល់ដូចជាដៃពិសាយដែលកំពុងព្យាយាមចាប់យកអ្វីមួយក្នុងចិត្តរបស់គេក៏ស្រាប់តែនឹកឃើញដល់ពាក្យចាស់ក្នុងភូមិដែលតែងតែនិយាយតគ្នាអំពីដើមជ្រៃសក់វែងនៅតាមផ្លូវនេះប៉ុន្តែគេមិនដែលជឿតតែសោះរហូតមកដល់យប់នេះពន្លឺព្រិលក្នុងដៃរបស់គេហាក់ដូចជាចុកខ្សោយទៅរហូតដល់ចិត្តរលត់ទៅហើយធ្វើឲ្យបេះដូងរបស់គេលោតញាប់ខុសពីធម្មតាស្រាប់តែពេលនោះក្លិនម្យ៉ាងបានភៀមកតែច្រមុះរបស់គេយ៉ាងខ្លាំងវាមិនមែនជាក្លិនផ្កាព្រៃឬក្លិនដីសើមក្រោយភ្លៀងនោះទេប៉ុន្តែវាជាក្លិនស្គួយរលួយនៃសាកសពលាយឡំជាមួយក្លិនផ្កាម្លិះក្រៀមក្រដែលស្អុយរលួយក្នុងទឹកអសោចសុផលឈប់ត្រឹងគេព្យាយាមផ្ទៀងស្ដាប់សំឡេងជុំវិញខ្លួនដោយភាពតក់ស្លុតជាមុនពេកអ្វីទាំងអស់ហាក់ដូចជាស្ងប់ស្ងាត់ខុសពីធម្មតាសូម្បីតែសំឡេងសត្វល្អិតយំរ៉ៃដែលធ្លាប់តែបន្លឺឡើងជារៀងរាល់យប់ក៏បាត់ជើងសួនជើងដែរនៅពីមុខគេប្រហែលជា10ម៉ែត្រមានដើមជ្រៃបុរាណដ៏ធំមួយដែលលាតសន្ធឹងមេឃធៀងក្របដណ្ដប់ពេញផ្លូវលំហាក់ដូចជាខ្លោងទ្វារទៅកាន់ពិភពងងឹតមួយផ្សេងទៀតនៅក្រោមដើមជ្រៃដ៏ចំណាស់នោះមានស្រមោលខ្មៅមួយយ៉ាងកំពុងអង្គុយបែរក្នុងឯគេសុផលញ័រដៃយ៉ាងខ្លាំងគេខំប្រឹងបញ្ចាំងពិលដែលនៅសេសសល់ពន្លឺតិចតួចទៅចំស្រមោលនោះអ្វីដែលគេបានឃើញធ្វើឲ្យឈាមក្នុងខ្លួនរបស់គេហាក់ដូចជាកក់ជានិច្ចដងស្រមោលនោះគឺជាស្ត្រីម្នាក់ស្លៀកឈុតពណ៌សវែងដែលប្រឡាក់ដោយស្នាមដីនិងឈាមឬគ្នាមប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់និងចម្លែកបំផុតនោះគឺសក់របស់នាងសក់ពណ៌ខ្មៅរលោងវែងអន្លាយខុសពីមនុស្សធម្មតាវារាលដាលអូសនៅលើដីដូចជាកម្រាលព្រំខ្មៅដ៏ធំមួយហើយអ្វីដែលកាន់តែរន្ធត់ថែមទៀតនោះគឺសរសៃសក់ទាំងនោះហាក់ពិតជាមានជីវិតព្រោះពួកវាកំពុងរំកិលខ្លួនយឺតដូចជាសត្វពស់រាប់ពាន់ក្បាលដែលកំពុងក្រវែលរកចំណីអ្នកណាគេនឹងតើអ្នកមកពីណាសុផលសួរចិនទើទាំងសំឡេងញ័រទៅត្រឹកគឺមានចម្លើយតបមកវិញជាភាសាមនុស្សទេមានតែសំឡេងសើចតិចដែលបន្លឺចេញពីក្រោមគំនូសសក់ដ៏ក្រាស់ឃ្មឹកដែលគ្របដណ្ដប់ផ្ទៃខ្នងរបស់នាងស្ត្រីច្នៃណោចាប់តាមងើបឈរជឿតាមលក្ខណៈរឹងកំព្រាខុសពីធម្មជាតិនៅពេលនាងងើបឈរសក់របស់នាងក៏កាន់តែវែងទៅហាក់ដូចជាគ្មានទីបញ្ចប់រហូតដល់វាគ្របដណ្ដប់ពេញផ្ទៃដីជុំវិញខ្លួននាងទាំងស្រុងសុផលចង់បែកក្បាលរត់ចេញពីកន្លែងនោះឲ្យលឿនបំផុតប៉ុន្តែជើងទាំងពីររបស់គេហាក់ដូចជាត្រូវមិនអាគមអ្វីមួយយ៉ាងមកចងច្បាប់នឹងដីមិនអាចកម្រើកបានសូម្បីតែបន្តិចភ្លាមនោះសរសៃសក់វែងអន្លាយទាំងនោះចាប់ដើមរៀលដាល់មកដងជើងរបស់គេយ៉ាងលឿនពួកវារុំព័ទ្ធជុំវិញកជើងរបស់គេយ៉ាងណែននិងមានកម្លាំងខ្លាំងឥតសាភាពត្រជាក់ស្រីបនៃសរសៃសក់បានជ្រាបចូលទៅក្នុងស្បែកបង្កើតជាអារម្មណ៍ព្រីរោមតាំងពីជង្គជើងដល់ក្បាលគេព្យាយាមរើបំរាស់ដោយអស់ពីកម្លាំងកាយចិត្តប៉ុន្តែរីតែរើសក់ទាំងនោះរីតែរីបន្ទឹងឡើងរហូតដល់គេឈឺចាប់ស្ទើរតែដាច់សាច់ចេញពីគ្នាភ្លាមនោះស្ត្រីអាថោកំបាំងនោះក៏ចាប់តាមបែរមុខជាតិនៅពេលនាងផ្ទៀងមុខរបស់នាងបង្កាញ់ឡើងសុផលស្ទើរតែគៀងបេះដូងស្លាប់នៅនឹងកន្លែងផ្ទៃមុខរបស់នាងសស្លេកគ្មានឈាមសាច់នៅលើមុខហាក់ដូចជារលួយធ្លាក់មកក្រោមហើយអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺនាងគ្មានភ្នែកឡើយមានតែរន្ធភ្នែកខ្មៅងងឹតពីរដែលហូរចេញមកនៅទឹកខ្មៅដូចជាឈាមរលួយមាត់របស់នាងដែលធំខុសពីធម្មតាបានញញឹមបង្ហាញធ្មេញខ្មៅនិងអណ្ដាតដ៏វែងដែលលៀនចេញមកក្រៅនាងមិនមែនជាមនុស្សទេប៉ុន្តែគឺជាព្រលឹងដែលវិលវល់មិនទៅចាប់ជាតិព្រោះតែរឿងរ៉ាវអយុធធម៌កាលពីអតីតកាលដែលទាក់ទងនឹងសក់ដ៏វែងរបស់នាងនេះឯងសក់របស់នាងចាប់ផ្ដើមហោះឡើងលើអាកាសបង្កើតជាសំឡេងដ៏ធំមួយបិទបាំងមេឃនិងផ្លូវរត់គេចទាំងអស់សំឡេងសឹកសៀវដ៏គួរឲ្យខ្លាចបន្លឺឡើងចេញពីគ្រប់ទីលាន់លឺពេញត្រចៀករបស់គេជួយសិបសក់ឲ្យគ្មានផងសក់កមុកជំពាក់អស់ហើយជួយសិតតែគ្មានផងសុផលព្យាយាមស្រែករកជំនួយប៉ុន្តែគ្មានសំឡេងអ្វីចេញពីបំពង់ករបស់គេឡើយហាក់ដូចជាមានដៃដែលមើលមិនឃើញមកទប់មាត់របស់គេទុកយ៉ាងណែនភ្នែករបស់គេបែកធំសម្លឹងមើលសក់វែងទាំងនោះតែឥឡូវនេះកំពុងរំកិលមកជិតករបស់គេដូចជាខ្សែចំណងមរណៈវាមិនមែនគ្រាន់តែជាសក់ធម្មតានោះទេប៉ុន្តែវាជាអន្តរវិញ្ញាណដែលរងចាំសម្រាប់មនុស្សដែលដើរកាត់បលឹងនេះជារៀងរាល់មក
ในពេលដែលសរសៃសក់ដំបូងបានអង្គរបស់គេសុផលមានអារម្មណ៍ថាដណ្ដើមរបស់គេកាន់តែតាត់ក្លេទៅពិភពលោកជុំវិញខ្លួនចាប់ផ្ដើមវាលមកពើទាំងដៃរបស់គេបានធ្លាក់ចូលដណ្ដីហើយបន្លឺដកកំសិតក៏រលត់បាត់ទៅទាំងស្រុងបន្សល់ទុកតែភាពងងឹតស៊ុំស៊ុំនិងសំឡេងដកដង្ហើមមកញាប់របស់គេលាយឡំជាមួយសំឡេងសើចក្កាយ៉ាងត្រជាក់សាច់របស់ខ្មោចសក់វែងដែលកំពុងតែអូបក្រសោបរាងកាយរបស់គេចូលទៅក្នុងគំនូសសក់ដ៏ស្អុយរលួយនោះយ៉ាងអថោកកំបាំងបំផុតភាពងងឹតសូន្យស៊ុងដែលនៅសេសសល់ក្រោយពេលពន្លឺពិលរលត់បាត់ទៅបានធ្វើឲ្យវិញ្ញាណរបស់សុផលធ្លាក់ចូលក្នុងរណ្ដៅនៃភាពភ័យខ្លាចយ៉ាងជ្រៅបំផុតដែលគេមិនធ្លាប់បានជួបប្រទះក្នុងជីវិតស្រសៃសក់ត្រជាក់ស្រេបដែលរុំព័ទ្ធជុំវិញករបស់គេនោះមិនមែនគ្រាន់តែជារបស់រឹងមាំធម្មតានោះទេប៉ុន្តែវាហាក់ដូចជាមានជីវិតនិងកំពុងបឺតជញ្ជុកយកកម្លាំងពលំចេញពីក្នុងខ្លួនរបស់គេម្ដងបន្តិចម្ដងសុផលព្យាយាមប្រាយដៃទាំងពីរចាប់ទាញស្រសៃសក់ទាំងនោះចេញប៉ុន្តែវាកាន់តែរឹតបន្តឹងខ្លាំងឡើងរហូតដល់គេមានអារម្មណ៍ថាស្បែកករបស់គេចាប់ផ្ដើមដាច់រលត់និងមានឈាមហូរស្រក់មកកកដីក្លិនស្អុយរលួយដ៏ខ្លាំងក្លាដែលភាយចេញពីគំនូសសក់នោះបានធ្វើឲ្យសតិសម្បជញ្ញៈរបស់គេកាន់តែវង្វេងវង្វាន់ហាក់ដូចជាគេកំពុងស្ថិតនៅក្នុងរណ្ដៅសាកសពដ៏ធំមួយដែលគ្មានផ្លូវចេញរួចឡើយក្នុងធៀបងងឹតដែលសំបីតាមេរៀមដៃខ្លួនឯងក៏មើលមិនឃើញសុផលស្រាប់តែមានអារម្មណ៍ថាមានខ្យល់ត្រជាក់មួយយ៉ាងបក់មុខប៉ះចំត្រចៀករបស់គេរួមជាមួយសំឡេងសើចកក់ក្អាយយ៉ាងក្រលួចដែលប្រែជាសំឡេងខ្សឹបដ៏ស្រងួតស្រងាត់ថាកុំប្រឹងរើបំរាស់អីមនុស្សជាទីស្រឡាញ់របស់ខ្ញុំនៅទីនេះជាមួយខ្ញុំយើងនឹងនៅជាមួយគ្នាជារៀងរហូតសំឡេងនេះបានធ្វើឲ្យរោមដងខ្លួនរបស់សុផលងើបឡើងព្រឺព្រួយពេញមួយតួខ្លួនភ្នែករបស់គេដែលកំពុងតែបើកធំៗដោយភាពតក់ស្លុតចាប់ផ្ដើមមើលឃើញស្រមោលសក់ខ្មៅមួយលេចឡើងបន្តិចម្ដងនៅចំពីមុខរូបរាងនោះគឺជាស្ត្រីម្នាក់ដែលមានរូបរាងខ្ពស់ស្រឡះស្លៀកពាក់ឈុតសក់ដែលប្រឡាក់ទៅដោយកំទេចដីនិងឈាមខ្មៅរលាចូលគ្នាអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺផ្ទៃមុខរបស់នាងគ្មានសាច់ឈាមអ្វីទាំងអស់ក្រៅពីស្បែកជ្រាវជ្រួញរុំជាប់នឹងឆ្អឹងលលាក់ក្បាលហើយសក់ខ្មៅវែងអន្លាយរបស់នាងបានហោះហើរជុំវិញខ្លួនដូចជាសត្វពស់រាប់ពាន់ក្បាលដែលកំពុងត្រៀមខ្លួនជឹកសម្លាប់ស្ត្រីគ្រប់វិនាទីសុផលបាននឹកឃើញដល់ពាក្យចាស់ៗដែលធ្លាប់ដំណាលថាកាលពីច្រើនទសវត្សរ៍មុនមាននារីក្រមុំម្នាក់ត្រូវបានគេចាប់រំលោភនិងសម្លាប់ដោយការរឹតកនិងស័ក្តិរបស់ខ្លួនឯងនៅក្រោមដើមឈើធំក្បែរផ្លូវលំនេះព្រលឹងរបស់នាងមិនបានទៅណានោះទីប៉ុន្តែបានសន្សំការគុំគួននឹងភាពឯកអស់រយៈពេលច្រើនឆ្នាំដើម្បីរងចាំសងសឹកនិងស្វែងរកអ្នកមនោកំដរជំនួសនាងក្នុងភាពងងឹតក្នុងខណៈពេលដែលដង្ហើមរបស់គេកាន់តែដាច់ខ្លីសុផលបានលូកដៃដែលញើទៅត្រៀកចូលទៅក្នុងហៅប៉ៅអាវរួចប៉ះចំដៃគេដែលគេតែងតែដាក់តាមខ្លួនគេប្រើកម្លាំងចុងក្រោយដែលនៅសេសសល់ជុតដៃគេនោះឲ្យចេញជាអណ្ដាតភ្លើងពន្លឺពណ៌លឿងទុំតូចមួយបានចេះចេញទៅបំភ្លឺឲ្យឃើញភ្នែកដ៏ធំនិងទីស្អាតរបស់ខ្មោចស្រីនោះចំពីមុខយ៉ាងច្បាស់ក្រឡែតនាងបានស្រែកយំយ៉ាងឈឺចាប់នៅពេលដែលពន្លឺភ្លើងប៉ះនឹងសរសៃសក់របស់នាងសរសៃសក់ដែលរុំករបស់សុផលបានធូររលុងបន្តិចធ្វើឲ្យគេអាចដកដង្ហើមចូលបានវែងម្ដងទៀតប៉ុន្តែភាពសប្បាយរីករាយរបស់គេមានរយៈពេលត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះព្រោះខ្មោចស្រីនោះបានផ្ទុះកំហឹងកាន់តែខ្លាំងនាងបានប្រើសក់ដ៏មហិមារបស់នាងបកអណ្ដាតភ្លើងឲ្យរលត់ទៅវិញយ៉ាងលឿនរួចលើករាងកាយរបស់សុផលឡើងទៅលើអាកាសយ៉ាងខ្ពស់ផុតពីដីសុផលមានអារម្មណ៍ថាជើងជំនីរបស់គេចាប់ផ្ដើមបាក់ម្ដងមួយក្រោមសម្ពាធនៃចំណងមរណៈដ៏ខ្លាំងក្លានោះសតិរបស់គេចាប់ផ្ដើមលងទៅហើយរូបភាពចុងក្រោយដែលគេបានឃើញគឺរាងកាយរបស់គេដែលត្រូវបានរុំព័ទ្ធដោយសក់ខ្មៅជិតឈឹងដោយជាដង្កូវនាងក្នុងសម្ពុកមុនពេលស្លាប់បាត់បង់ជីវិតនៅពេលដែលពន្លឺព្រះអាទិត្យដំបូងនៃថ្ងៃបានរះឡើងអ្នកភូមិម្នាក់ដែលដើរកាត់ផ្លូវនោះបានប្រទះឃើញពិលនិងដៃគេមួយធ្លាក់លើដីក្បែរដើមឈើធំប៉ុន្តែគ្មានស្លាកស្នាមឬដាងជើងរបស់សុផលនៅទីនោះឡើយអ្វីដែលចម្លែកនិងគួរឲ្យខ្លាចបំផុតនោះគឺនៅលើមេឈើខ្ពស់បំផុតមានសរសៃសក់ខ្មៅវែងមួយដុំធំយោទៅយោមកតាមខ្យល់យ៉ាងអាថាកំប៉ាំងរឿងរ៉ាវបាត់ខ្លួនរបស់សុផលបានខ្លាយជាអាថាកំប៉ាំងដ៏រន្ធត់ដែលគ្មានអ្នកណាអាចបកស្រាយបានចាប់តាំងពីថ្ងៃនោះមកគ្មានអ្នកភូមិណាម្នាក់ហ៊ានដើរកាត់ផ្លូវលំនោះនៅពេលយប់ទៀតឡើយព្រោះគ្រប់គ្នាជឿថាសុផលឥឡូវនេះបានខ្លាយជាផែកមួយនៃចំណងមរណៈហើយកំពុងរងចាំអ្នកដំណើរថ្មីមកកំដររូបគេនិងខ្មោចស្រីសក់វែងនោះជារៀងរហូតតទៅ